នៅភូមិតូចមួយមានបុរសកំសត់ម្នាក់រស់នៅដោយភាពឯកោរាល់យប់គាត់គេងជាមួយក្តីសង្ឃឹមតិចតួចនៅក្នុងបេះដូងយប់នោះសុបិនអាចកំបាំងមួយបាននាំគាត់ចេញពីពិភពពិតគាត់បានឈានចូលព្រៃជ្រៅដែលមានប្រាសាទខ្មែរបុរាណលាក់ខ្លួននៅទីនោះគាត់បានជួបសត្វសេកស្រស់ស្អាតដូចជាទូតនៃព្រះសត្វសេកបាននាំផ្លូវគាត់ទៅរកវត្ថុស័ក្តិសិទ្ធិដួងកែវគ្រីស្តាល់ភ្លឺចែងចាំងគឺជាសញ្ញានៃវាសនាថ្មីពេលភ្ញាក់ឡើងគាត់បានដឹងថាសង្ឃឹមនៅតែមានជានិច្ច